cái hai tháng color sensor bà dương đã đôi qua cả hóm sờ lên chma chậm bà dương thế nè nói chuyện đi qua cả hóm á bà đã chắc nói chuyện sành chma dương anh via chia đây đã của anh bán đấy anh ấy xem nặng tim mán con hai tìm pal ok khóm nắng rồi còn lơ nắng ăn bán đây nào bà hai tìm bảy nằng bốn dương thơ code ខ្ញុំជាសិស្សថ្នាក់ទី7នៃសាលា Liger ហើយខ្ញុំជាសិស្សតំណាងឲ្យថ្នាក់ភាសាខ្មែរផងដែរអញ្ចឹងនៅសាលា Liger គឺយើងមានការរៀនខុសពីសាលារដ្ឋបន្តិចដោយសារតែសាលារដ្ឋគឺយើងផ្ដោតទៅលើការសរសេរមេរៀនអានអីចឹងប៉ុន្តែនៅសាលា Liger គឺយើងផ្ដោតទៅការប្រើប្រាស់បច្ចេកវិទ្យាដូចជាប្រើប្រាស់កុំព្យូទ័របង្កើតអត្ថបទចេញជា slide ហើយធ្វើបទបង្ហាញហើយក្រៅពីនោះទៀតគឺលោកគ្រូអ្នកគ្រូគាត់បានបង្រៀនឲ្យយើងមានទំនាក់ទំនងជាមួយគ្នាមិនថាប្រុសឬក៏ស្រីទេគឺឲ្យយើងស្គាល់គ្នាជាមិត្តភក្តិមិនអៀនគ្នាទេហើយមួយទៀតគឺយើងបានរៀនអំពីវប្បធម៌និងសង្គមផងដែរដូចជាពាក់ព័ន្ធនឹងរឿងធនជ័យពិធីអំបុកសំពះព្រះខែពិធីបុណ្យទុកចឹងទៅហើយនេះវិញគឺជាសៀវភៅ comic book របស់បងថ្នាក់ទី8អ្នកមានអាចមើលបានចាអូអសស្អាតខ្លាំងហើយនេះវិញគឺជាសៀវភៅកំណាព្យរបស់បងថ្នាក់ទី7ហើយមានចំនួនទី1មីងសុំសរសើរហ្មងសើខ្លាំងជាងគេរឿងសរសេរកំណាព្យនេះក្រៅពីកំណាព្យនឹងផងដែរក៏យើងមានជាការប្រកួតប្រជែងមតិដូចជាគេហៅអង់គ្លេសហៅថា debate ចាយើងរៀនពីការសន្សំលុយការប្រើប្រាស់លុយកុំឲ្យយើងចាយដោយមានការគិតចឹងអានេះ smart buying habit ទី1គឺ plan before spending អាហ្នឹងយើងត្រូវ plan មុននឹងទិញអ្វីមួយដោយសារអីយើងអាចទិញវាដោយខ្ជះខ្ជាយអញ្ចឹងទី2 check before buying អញ្ចឹងអាហ្នឹងដូចយើងត្រូវ check តម្លៃវាមុននឹងទិញអ្វីមួយដោយសារដូចមានពីរហាងអញ្ចឹងត្រូវ compare ពីរហ្នឹងដោយសារហាងមួយអាចថ្លៃជាងហាងមួយទៀតអាចថោកជាងអញ្ចឹងយើងត្រូវចូលហាងដែលថោកជាងហ្នឹងខ្ញុំដើរមកជុំហើយចាប់អារម្មណ៍ជាងគេគឺអក្សរសាស្ត្រខ្មែរដោយសារតែឃើញក្មេងៗចេះនិពន្ធកំណាព្យទៀតហើយចងក្រងសៀវភៅឡើងក្រាស់ខ្មឹកចង់ខ្លាំងជាងខ្ញុំទៀតហើយណាក់ទី7ទី8ហើយមួយទៀតគឺតាក់ទងមួយរឿងលុយឃើញគាត់រៀនពី mindset លុយពីរបៀបក្នុងការចាយលុយហើយអត់អស់ចិត្តទេហៅអ្នកគ្រូគាត់មកសម្ភាសជូនបងប្អូនទាំងអស់គ្នាមើលតែម្ដងថាតើនៅសាលា AUPP Leadership Academy នេះគាត់មានកម្មវិធីរៀនយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងអ្នកគ្រូជួយណែនាំខ្លួនបន្តិចចាជាដំបូងជំរាបសួរបងជាបច្ចុប្បន្នខ្ញុំជាអ្នកសម្របសម្រួលក៏ដូចជាអ្នកគ្រូនៅសាលា Liger បងហើយអតីតកាលខ្ញុំក៏ជាកូនសិស្សចំនួនទី1នៃសាលា Liger ដូចគ្នាអត់កូនសិស្សទៀតបងចង់ដឹងកម្មវិធីរៀននៅសាលាព្រោះកូនក្មេងៗបកែហើយជាក់ស្ដែងមុនហ្នឹងពេលបងមកឃើញក្មេងៗនិយាយខ្មែរច្បាស់ហើយប៉ុន្តែស្រាប់តែចូលជំនាញខ្មែរពឹបខ្មែររូហ្មងចាបងអញ្ចឹងចង់ដឹងកម្មវិធីជាពិសេសចំណុចពិសេសរបស់សាលាមានអីគេខ្លះទៅចាបងដោយសារតទោះបីជានៅសាលាគាត់និយាយភាសាអង់គ្លេសក៏ដោយប៉ុន្តែខ្មែរក៏នៅតែជាភាសាដែលសំខាន់បំផុតឧទាហរណ៍ថាគាត់មានកម្រងពួកនេះយើងមានការសិក្សាបែបកម្រងណាបងដូចកម្រងខ្ញុំលើកមុនគឺខ្ញុំកាន់កម្រងកីឡាបាល់បោះជាមួយនឹងយុវតីកម្ពុជាដែលលេងបាល់បោះពីមុនមកអញ្ចឹងគាត់ត្រូវចេះខ្មែរបើរៀនបាល់បោះទៅបងប្អូនស្រីហើយគេរៀនរបៀបកម្រងហ្នឹងរៀនរបៀបម៉េចវិញអូនចាបងការសិក្សាបែបកម្រងហ្នឹងគឺភាគច្រើនរយៈពេល9អាទិត្យបងអញ្ចឹងក្នុង9អាទិត្យហ្នឹងកូនសិស្សទាំងអស់គឺបែងចែកថាជា5ក្រុមហើយអញ្ចឹងយើងមាន5កម្រងមួយកម្រងប្រហែលជាមាន10នាក់ឧទាហរណ៍ថាគោលបំណងកម្រងហ្នឹងគឺយើងចង់ទៅជួយដល់សហគមន៍នៅកម្ពុជារបស់យើងឧទាហរណ៍កម្រងលេងបាល់បោះលើកវិស័យកីឡាចំពោះយុវតីខ្មែរគឺយើងទៅ recruit យើងទៅថ្នាក់រៀនយកហ្មងដូចជាថ្នាក់ទី6ទី7នៅសាលារដ្ឋហ្នឹងបងអញ្ចឹងកូនសិស្សរបស់យើងបងគឺតាក់ទងទៅនឹងយុវសាលាខ្ញុំបរៀនគាត់របៀបនិយាយទូរស័ព្ទជាមួយយុវសាលាអ្នកទំនងគ្នានិយាយតាម email តមកក៏យើងទៅសាលាដៃគាត់តំណងជាមួយហើយតមកយើងទៅ convince កូនសិស្សនៅតាមសាលាហ្នឹងដើម្បីឲ្យមកចូលរួមគម្រោងរបស់ពួកយើងស្ដាប់មិញហ្នឹងក៏ឃើញក្មេងៗឯករាជ្យហ្មងការនិយាយរបស់គាត់ចេញមកគឺ confident ហ្មងអញ្ចឹងអរគុណច្រើនណាគ្រូចាខ្ញុំចង់ highlight ព័ត៌មាន3សំខាន់របស់សាលា AUPP Liger Leadership Academy ទី1គឺការសិក្សាមិនមែននៅតែក្នុងថ្នាក់ទេគឺគាត់មានជាការសិក្សាជាលក្ខណៈគម្រោងទៀតទី2គឺក្មេងៗក៏មានកន្លែងស្នាក់នៅដែល
អាចឲ្យគាត់ហ្នឹងមានភាពជឿជាក់លើខ្លួនឯងឯករាជ្យភាពរឹងមាំតែម្ដងព័ត៌មានទី3ដែលសំខាន់មួយទៀតហ្នឹងគឺគាត់នឹងបើក campus ថ្មីនៅក្នុងពេលឆាប់ៗនេះដែលដូចជានៅជ្រួយចង្វាអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងចំណុចសំខាន់ៗ3របស់សាលា AUPP Liger Leadership Academy អាចតាក់ទងទៅ page របស់គាត់ឬក៏ comment ខាងក្រោមបានអរគុណ